បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងមានមេរៀនលេខថ្មីដែលយើងនឹងនិយាយតាក់ទងជាមួយនឹង run level នៅក្នុង Linux ហើយចូលដំបូងគឺយើងត្រូវដឹងថា run level ហ្នឹងគឺជាអីគឺ run level ហ្នឹងគឺជាកំណត់សំខាន់មួយនៅក្នុង Linux របស់យើងដែលវាប្រើសម្រាប់គ្រប់គ្រង system ទាំងអស់ហើយវានឹងកំណត់ថា system ហ្នឹងវានឹងត្រូវបើក service អីគេខ្លះហើយអនុញ្ញាតឲ្យ user បានប្រមាណអ្នកឬក៏វាមាន network ឬមួយក៏ GUI ដែរឬអត់អញ្ចឹង run level គឺជាអី run level ហ្នឹងគឺជា mode នៃដំណើរការរបស់ Linux system ដែលកំណត់ថា system ត្រូវដំណើរការ service មួយណាខ្លះអញ្ចឹង Linux គឺវាមានចំនួន7គឺលេខ0ដល់លេខ6ដែលយើងមានអត្ថន័យរបស់វាដោយលេខ0ហ្នឹងគឺមានន័យថា shutdown ហើយលេខ1គឺ single user mode ហើយលេខ2គឺ multi user មួយក៏ no network ហ្នឹងហើយលេខ3គឺ multi user CLI ហើយលេខ4គឺ custom ហើយលេខ5គឺ GUI mode ហើយលេខ6 reboot អញ្ចឹងយើងទៅតេស្តជាមួយនឹងrun level លេខ0 command លេខ0ដែល shutdown mode ឥឡូវយើងធ្វើការបើកជាមួយនឹង server របស់យើងមកហើយយើងចូលទៅម៉ាស៊ីនរបស់យើងវាយពាក្យថា run level អញ្ចឹង run level របស់ខ្ញុំមិញគឺយើងបើកមកគឺវាជាលេខអក្សរ n និងលេខ5បន្ទាប់មកខ្ញុំធ្វើការ switch វាទៅជាលេខ3 switch វាមកលេខ3វាមានន័យថាយើងប្រើប្រាស់ជាមួយនឹង terminal វាមិនមែន GUI ហ្នឹងហើយឥឡូវបើយើងចង់តេស្តជាមួយ shutdown យើងប្រើ command init លេខ0ហ្នឹងមកហើយយើងចុច enter ហ្នឹងមកគឺ server របស់យើងនឹងធ្វើការ shutdown ជាមួយនឹងuser មួយណាដែលគាត់នេះយើងចង់ shutdown ចោលអញ្ចឹងគឺវានឹងផ្ដាច់ឥឡូវយើងទៅតេស្តជាមួយចំណុចបន្ទាប់អូខេមកserver វិញហើយយើងទៅបើកម៉ាស៊ីនមកយើងសិនបន្ទាប់ពីយើងធ្វើការតេស្តជាមួយនឹង run level 0គឺ shutdown mode ហ្នឹងឥឡូវយើងមកបន្តជាមួយនឹង run level 1គឺ single user mode ឥឡូវយើងទៅតេស្តមកយើងទៅដាក់ init លេខ1ហើយមួយមកហើយ run level 1ហ្នឹងគឺជាអី run level 1ហ្នឹងគឺវា maintenance mode គឺជា maintenance mode ហើយវាអនុញ្ញាតឲ្យមាន user តែមួយប៉ុណ្ណោះហើយវាលក្ខណៈថា root user មិនមាន network ឬក៏មិនមាន GUI ហ្នឹងហើយវាប្រើប្រាស់សម្រាប់ fix system error reset password ហើយ repair file system ឧទាហរណ៍ថាបើសិនជា admin គាត់ click password ជាមួយនឹង root អីចឹងគាត់អាចទៅ boot ជាមួយនឹង run level លេខ1ដើម្បី reset password របស់គាត់ឡើងមកវិញហើយឥឡូវហើយrun level 2មានន័យថាមិនចំណុចហ្នឹងគឺ run level 2ហ្នឹងគឺវាអនុញ្ញាតឲ្យ user login ច្រើនប៉ុន្តែ network គឺមិនដំណើរការហើយ run level មួយហ្នឹងក៏មិនសូវប្រើជាមួយនឹង Linux សម័យថ្មីដែរហើយ system ក៏វាអាចប្រើនៅក្នុង offline environment mode ចំពោះ run level លេខ2គឺអត់សូវមានវាអត់សូវទាន់សម័យក្នុង Linux ស៊េរីថ្មីហ្នឹងទេអញ្ចឹងយើងមិនបាច់ចាំធ្វើការតេស្តទេដោយចំណុចទី2ហ្នឹងគឺនិយាយពី multi user without network ឥឡូវយើងរំលងចោលហើយយើងទៅតេស្តជាមួយនឹង multi user CLI mode ហើយrun level 3 multi user CLI mode ហ្នឹងគឺជាអីហើយវាគឺជា mode ដែលយើងត្រូវប្រើច្រើននៅក្នុង Linux server ដែលវាមានលក្ខណៈជា multi user login ហើយ network មានការដំណើរការហើយមាន command line មានតែ command line ហើយយើងអាចទៅឧទាហរណ៍ example server របស់យើងគឺយើងអាចធ្វើមួយនឹង web server database server ហើយនិង mail server ចំពោះការតេស្តវិញយើងធ្វើការដាក់ជាមួយនឹង init ហើយលេខ3មក command លេខ3យើងធ្វើការ enter មក system វានឹងបដូរមក
terminal mode មានន័យថាវាដូរមក terminal យើងវានឹងចេញ remote ប្រាប់ជាមួយនឹង network connection របស់យើងវាធ្វើការ close ហើយចំពោះ run level ទី4 custom mode ដែល run level ទី4ហ្នឹងជាទូទៅគឺវាមិនសូវប្រើបានទេហើយនិយាយទៅអានឹងវាអត់ប្រយោជន៍ដូចជាមួយនឹងលេខ2ដែរទេចឹងយើងសៀងសាកតែវាបន្តិចទៅចង់ដឹងថាវា support អត់ឥឡូវហើយវាយ run level ទី4ហ្នឹងចំណងយើងឃើញថាសម្បីតែយើងតេស្តជាមួយវាគឺវាអត់ support ជាមួយនឹង system របស់យើង machine របស់យើងដែរចឹងយើងមកលងវាចោលហើយយើងទៅតេស្តជាមួយនឹង run level ទី5គឺយើងនិយាយពី GUI mode វិញចំពោះការតេស្តជាមួយនឹង GUI ដំបូងយើងធ្វើការតេស្តវាមកដាក់ run level លេខ5តោះមកវា check មើល run level មកយើងឃើញថាវានៅ35ចំពោះការតេស្តមួយហ្នឹងគឺយើងឃើញថាវាដំបូងគឺវាចេញជាមួយនឹងយើង init ជាមួយលេខ5វាចេញជាមួយ35គឺយើងអាហ្នឹងវាមានពីររបៀបបើយើងចង់សរសេរជា init លេខ5ក៏បានយើងចង់សរសេរជា systemctl graphical.target ហ្នឹងក៏បានដែរក៏វាចេញ result ដូចគ្នាទេគឺវាមានន័យថា35បើយើង35អញ្ចឹងមានន័យថាវា switch ទៅកាន់ជាមួយនឹង graphical ហើយគឺ GUI របស់យើងហ្នឹងបើសិនបើយើងចង់មក multi user ដូចធម្មតាគឺយើងគ្រាន់តែវាយជាមួយនឹង init 3ឬមួយក៏យើងវាយជាមួយនឹង system multi user .target ហ្នឹងគឺវាមកដូចដើមវិញគឺវាមកជាមួយនឹង5 3វិញឥឡូវយើងទៅធ្វើការតេស្តជាមួយនឹង run level 6ហើយ run level 6របស់យើងគឺនិយាយពី reboot ហើយ reboot ហ្នឹងគឺជាអីគេដោយ run level 6ហ្នឹងគឺប្រើសម្រាប់ restart system របស់យើងដែលមានន័យថា reboot ហ្នឹងដែលយើងចង់ឧទាហរណ៍ថាចង់ admin គាត់ចង់ restart server ឬគាត់អីចឹងគាត់អាចប្រើជាមួយនឹង init លេខ6មកយើងឃើញថានៅពេលដែលយើងវាយជាមួយនឹង init លេខ6ហ្នឹងគឺវា remote បិទជាមួយនឹងនេះឥឡូវមានន័យថាវា restart ហើយឥឡូវយើងតែវា restart ហើយយើងទៅ login សាមីមកយើងបិទ session ដល់កន្លែងនេះបន្តមកយើងទៅ check run level របស់យើងមកយើងឃើញថាវា restart មកដូចដើមវិញហើយឥឡូវយើងវាយជាមួយនឹង reboot ចំពោះ reboot នេះគឺវាដូចដែរគឺយើងធ្វើការ restart ម៉ាស៊ីនរបស់យើងទាំងអស់មកអញ្ចឹងការបញ្យល់ទាំង6ចំណុចរបស់ខ្ញុំគឺបានបញ្ចប់ជាមួយនឹង run level របស់យើងគឺមានតែប៉ុណ្្នឹងសូមអរគុណ